ta cho một đồng thời đi thằng đá bộ bồn phải lệnh từ trắng chả nhưng thôi nhờ cho một đồng tiền bật đá để chả dùng khóc bật đá bật đấy chả ta cho mua tí tăng thêm ní cứ chia tí tăng đây ở lời mà trường chặt một chả cho mua lời ní cái vừa cả bật riêng rồi ngày sáng nó cài ở tết chặt tì về lì máu pram ta pram chẳng lá rồi hôn đo mà đọt chả cứ cái bậtអត់ឲ្យមានចរាចរណ៍ម៉ូតូឡានទេគឺសម្រាប់តែប្រជាជនដើរលំហែកំសាន្តតែប៉ុណ្ណឹងចា៎អញ្ចឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យបងអាចមកធ្វើការលំហែនៅម្ដុំនេះបានចា៎សាប៊ូរបស់ញ៉ាំចា៎មានស្តង់តូចៗលក់នៅម្ហូបអាហារសាប៊ូបាយជាច្រើនចា៎ So everyone along this way we call the Mokbong Street because the big close this street from 5 p.m. till 10 on Saturday and Sunday. For pedestrian only, there's no motor and car. So on the holiday, Saturday and Sunday, you can come back here and enjoy the food. ចាអញ្ចឹងនៅតាមផ្លូវនេះបងក៏ឃើញមាននៅអាជីវករគាត់លក់ជាមួយទៀនពូការភ្ញីផ្សេងៗជាដើមចាដោយសារតែនៅខាងមុខនេះនៅខាងស្ដាប់ដៃគឺជាទីតាំងនៃព្រះអង្គដ៏ខាត់ចាប្រជាជនខ្មែរជឿជាក់ទៅលើព្រលឹងវិញ្ញាណក្ខន្ធចាការសុំសេចក្តីសុខការបួងសួងបន់ស្រន់ជាដើមអញ្ចឹងពេលដែលគាត់ធ្វើការមកទស្សនានៅទីតាំងនេះគឺគាត់នឹងចូលជាមួយនឹងទីតាំងនៃព្រះអង្គដ៏ខាត់នេះផងដែរតែសម្រាប់ខាងឆ្វេងដៃវិញបងក៏លេចទៅនឹងឃើញទីតាំងនៃព្រះបរមរាជវាំងនៃប្រជាណាចក្រកម្ពុជាដែលធ្វើការកសាងឡើងតាំងពីឆ្នាំ1866ចាក្នុងរជ្ជកាលស្ដេចនរោត្តមសម្រាប់ស្ដេចដែលគ្រងរាជ្យបច្ចុប្បន្នគឺសម្ដេចនរោត្តមសីហមុនី So everyone on your left hand side is the Royal Palace of Cambodia that was built in 1866 during the regent ចំពោះបងដែលចូលទៅក្នុងនេះសម្រាប់ទិសមកខាងទៀតចានៅខាងឆ្វេងដៃនេះគឺជាទីតាំងនៃសារមន្ទីរជាតិដែរចាសម្រាប់ទីតាំងនេះមិនថាតែបុណ្យទានមិនថាតែថ្ងៃធម្មតាចាមានបងប្អូនអាជីវករក៏ដូចជាបងដែលគាត់សម្រាប់ពីការងារសម្រាប់ពីការសិក្សាគាត់មកធ្វើការលំហែកំសាន្តនៅតំបន់នេះចាចំពោះនៅសួននេះគឺពេញសឹងតែរាល់ថ្ងៃចាជាកន្លែងដែលថារៀងពេញនិយមដែរបងចឹងបងចូលចិត្តរបៀបខ្យល់អាកាសបែបបរិសុទ្ធអីអាចចូលមកទីតាំងនេះវិញបានចាថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏បានថ្ងៃច័ន្ទដល់ថ្ងៃសុក្រអីក៏បានដែរហើយសម្រាប់បន្តទៅទៀតនេះគឺនៅតាមបណ្ដោយផ្លូវមាត់ទន្លេនេះផងដែរបងនឹងឃើញមាននៅហាងដែលទៅនឹងបើកថ្មីដោយនៅតំបន់នេះផងដែរគឺជាទីពេញនិយមសម្រាប់ជនបរទេសក៏ដូចជាប្រជាជន So along this way, along the riverside, you will see many of restaurants, many of the hotel, and also like a new restaurant here. This is really popular for foreigners and also for the locals. Okay. ប៉ុន្តែតែហាងអាហារនេះគឺបានគឺអីនេះចាបងដូចគ្នាបងហូបអាហារនៅតំបន់នេះគឺអត់ខ្លាំងទេបង